Hello សួស្តីអ្នកទាំងអស់គ្នាត្រឡប់មកជួបគ្នាសាជាថ្មីជាមួយខ្ញុំបាទវិតថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបនៃការដំឡើង line note នៅលើ VMware ដែលយើងហៅថាជា Virtual Machine ម៉ាស៊ីនសិប្បនិម្មិតរបស់យើងហ្នឹងអញ្ចឹងយើងធ្វើការ work ជាមួយនឹង CentOS អញ្ចឹងដើម្បីអាចដំឡើង line note នៅលើ VMware ក៏ដូចជា work ទៅលើ CentOS បានអ្នកទាំងអស់គ្នាត្រូវការ software 2ដែល software ទី1នោះមានដែល software ទី1នោះមានឈ្មោះថា VMware Workstation នេះឯងអញ្ចឹងអ្នកទាំងគ្នាធ្វើការ install វាមកហើយ software ទី2នោះមានឈ្មោះថា CentOS អ្នកទាំងគ្នាគ្រាន់តែ install file ISO របស់ CentOS 64នេះមកអញ្ចឹងខ្ញុំបាន install ហើយប្រហែលជា 8GB RAM វាយ៉ាងធំគ្រាន់បានដែរអញ្ចឹងបន្ទាប់ពីអ្នកទាំងគ្នា install ទាំងពីរនឹងរួចរាល់ហើយអ្នកទាំងគ្នាចូលមកកាន់ VMware របស់យើងមកអូខេអញ្ចឹងវានឹងចេញបតុង3បែបនេះអញ្ចឹងអ្នកគ្នាចុចទៅលើ create a new virtual machine របស់យើងមកដើម្បីបង្កើត CentOS បង្កើត virtual machine របស់យើងហ្នឹងអញ្ចឹងកន្លែងនេះខ្ញុំបានបញ្យល់កាលពីវីដេអូមុនហើយអ្នកគ្នាអញ្ចឹងខ្ញុំអត់ចាំបាច់បញ្យល់វាម្ដងទៀតទេអ្នកគ្នា tick នៅលើ typical ដែលគេ recommend ហ្នឹងមកហើយអ្នកគ្នាចុចប៊ូតុង next មកបន្ទាប់មកកន្លែងនេះអ្នកទាំងគ្នាអាច install OS នៅពេលក្រោយបានចុច tick ទី3មកបន្ទាប់មកដល់ screen មួយនេះអ្នកគ្នាជ្រើសរើសពាក្យថា line note នេះមក line note ហ្នឹងបន្ទាប់មកសម្រាប់ version អ្នកគ្នាជ្រើសរើសទៅកាន់ CentOS នៅនេះមានតែ CentOS 8ទេបើសិនជាដោយសារតែ Virtual Machine របស់ខ្ញុំហ្នឹងវា version ចាស់អញ្ចឹងវាអត់មាន CentOS 9 CentOS 10អីទេអញ្ចឹង8ក៏អាចប្រើបានដែរអ្នកគ្នាអញ្ចឹងចូលមកដល់កន្លែងនេះអ្នកនរគ្នាតម្រូវឲ្យអ្នកគ្នាវាយឈ្មោះអ្នកគ្នាអាចធ្វើការដាក់ឈ្មោះក៏បានដែរឬមួយក៏ដាក់ឈ្មោះអ្នកទាំងអស់គ្នាក៏បានដែរអញ្ចឹងខ្ញុំសូមដាក់ឈ្មោះរបស់ខ្ញុំយកតែម្ដង David ហើយកន្លែង location នេះគឺសម្រាប់ដាក់នៅ file ដែលដំឡើង CentOS របស់យើងហ្នឹងអញ្ចឹងភាសាខ្ញុំអត់ចង់ដាក់នៅទេនេះវា location ដើមមកវាខ្ញុំចង់បង្កើតនៅ folder ថ្មីខ្ញុំចង់កន្លែងហ្នឹងអ្នកទាំងគ្នាអាចដាក់តាណាក៏បានដែរ make sure ថាកន្លែងនោះគឺមាន space គ្រប់គ្រាន់សម្រាប់ដាក់ CentOS ហ្នឹងព្រោះវាអាចនឹងលើសពី10ទៅ 50G ដែរណា CentOS ពេលយើង work ទៅលើវាអញ្ចឹងខ្ញុំបានបង្កើត file ថ្មីហើយខ្ញុំយក file នេះមកតែ folder ច្រឡំ file បន្ទាប់មកកន្លែងនេះខ្ញុំសូមជ្រើសរើសsingle file ពីព្រោះអីយើងជ្រើសរើសទៅយើងងាយស្រួលក្នុងការមូលហើយវាលឿនមែនតើមូលទៅកាន់ file ផ្សេងឬមួយក៏ copy ហ្នឹងកន្លែងនេះគេ recommend ឲ្យ20G design ពេលនេះខ្ញុំសូមដាក់ 50G មកលើអ្នកគ្នាអាចដាក់ប្រមាណក៏បានដែរមើលទៅលើទំហំ space របស់ laptop របស់អ្នកនរគ្នាបើសិនជាគិតថាអាចដាក់បានក៏ដាក់ទៅកន្លែងហ្នឹងអូខេមកដល់កន្លែងនេះគឺវាជាកន្លែង summary ឲ្យយើងឃើញដែរឈ្មោះ location របស់យើង version ដែលយើង CentOS នឹងហើយ OS របស់យើងមកនេះបន្ទាប់មកអ្នកគ្នាចុចទៅលើ custom hardware មកព្រោះយើងត្រូវការកំណត់ RAM កន្លែងនេះខ្ញុំសូមយក 2G ចុះយក 4G មកដែរវានេះដែរហើយបន្ទាប់មកអ្នកគ្នាចុចទៅលើនេះមក new CD DVD នេះមកអញ្ចឹងកន្លែងនេះអ្នកនរគ្នាត្រូវការ browser ទៅកាន់ file ISO ដែលអ្នកនរគ្នាបាន install ពី CentOS ហ្នឹងអញ្ចឹងខ្ញុំដោយសារខ្ញុំ install វាទុកនៅក្នុងនេះកាលពីម្សិលមិញគឺ CentOS នេះឯងអ្នកគ្នា browser មកកាន់ file ហ្នឹងមកបន្តមកអ្នកគ្នាចុច close តទៅពី close ហើយអ្នកគ្នាមើលទៅ summary របស់យើងមកវិញហើយបន្តមកអ្នកគ្នាចុច finish អូខេអ
Chẳng dương nâng ban xe nọ ác môi dương nâng ban visual machine môi là mình mua thá David để nhóm đã chỉ mua vào nhóm chẳng nhóm xong mà rắn cho lơ bật tông rắn này máu đầm bầy tới install bật tốt chẳng này học này chưa tìm môi nhưng máu cứ xe nọ stream ní bây giờ ở trong bạch tay đấy là cái dùng pra cho mình phá nào khi chút install về má ok hay video cho mình tích vì liền dù đã nó bà này cứ việc cầm bông tại thuộc ca install lấy nhưng thuộc ca đông trang về mình tích tới bà này là con thuộc ca đông trang mình to tí tới của toàn hào thế cái này ní đấy nhưng nè tao học như môi trường nốt hai chìa quạt cho thay mấy bạn đặt mà từ lừa này tao việc bạt chẳng visual mà sân đang bị prep đôi chìa mà sân sẽ bạn mật môi sáng chân là p là dương click mai từ lừa viết cứ việc đầu mai từ chia mai bò viêm về môi nắng bò visual mà sân sẽ bạn mật môi nắng hay là p là nè là kia ắt khơi nhé nạp này cho control alt delete nó từ mới đâm bay rồi mai vào dương mười khơi làm với chân mà đọc lại ní nạp này cho ra language chọn lên nó bật tông nó này chút những cái máy thuê đấy chút bật tông continue mà ok chân mà đo cái lại ní nè tao này mình chạm vào khơi mình thịt bọc hòm nó càng khổ mất nó vi đầm mờ dương thua càng configure từ lời viên chân chụp nhung số mà predictive number ở về hiện thống nè tao này nghe xuống mới chân nè tao này cho thích lời viên máu đo cái lại rồi ta khảo này ban này tha ta dương ở trong disable user root từ một có enable dần gì dương trong dương enable vì đầm lời dương phải password nó biết copy security đã bị càng hacker nhưng xong đã password bỏ nhóm bên như thế chụp again che món tới che lò máu tóm mắt này là có thể chơi biệt đàn máu chém tí ok chân cái lại user này cứ đây là có thể thua ca và cao user mỗi đài admin set đôi tên năng administrator chân này có thể thua ca và cao user bọn này là có thể mới nhầm đã chung bài này thì chấm pua password cứ nhầm đã tờ đáy ok chúng bắt đầu pin là ta không thể cho password rồi rồi hỏi nè không thể trực tiếp đàn máu ok ok cho mà đo cái lại nhà system này với nhà đặc nên click lên lời viêm máu bắt đầu máu nè đặc nên để sao tại dương miền hạt đi tầm mùi thế dương phở để dương miền spare ram một bên được hàng sập chí chứng nè đặc nên thua can select từ lời viêm máu cái lại
storage configuration នេះបានន័យថាអ្នកទាំងអស់គ្នាបើ click auto គឺវានឹង auto make partition ឬមួយក៏អ្នកទាំងគ្នាអាច custom ក៏បានដែរតែខ្ញុំយក auto make ហ្នឹងអូខេហើយបន្ទាប់ពីអ្នកទាំងគ្នា select ឲ្យអស់អ្នកគ្នាជួយពាក្យដានមកអូខេអញ្ចឹងយើងនឹងទទួលបានវាលេងក្រហមហើយយើងចុះជ័យចំពោះoption ផ្សេងៗអ្នកទាំងគ្នាអាច install នៅពេលក្រោយបានអត់អីទេអញ្ចឹងខ្ញុំអ្នកទាំងគ្នាចូលមកកាន់ software selection នេះសិនមកព្រោះយើងធ្វើការ install ជាមួយនឹងនេះវិញចំពោះ server with GUI នេះបានន័យថាយើង install server របស់យើងជាមួយនឹង graphic user interface ប៉ុន្តែដោយសារតែវាធ្វើអញ្ចឹងវាធ្វើឲ្យ server របស់យើង slow ហើយអត់សូវមាន secure ទេអញ្ចឹងខ្ញុំសូមយកពាក្យថា server without graphic user interface ហើយកន្លែងនេះផងដែរអ្នកទាំងគ្នាអាច install ឬមួយក៏ select វាតាមក្រោយបានអញ្ចឹងអត់មានជាបញ្ហាទេអ្នកគ្នាចុចដានមកអូខេប៉ុណ្ណឹងទៅក៏អស់ហើយអ្នកទាំងគ្នាចុច being installation មកហើយអ្នកទាំងគ្នាធ្វើការរងចាំវាឲ្យពេញទៅបាទអូខេបន្ទាប់ពីយើងធ្វើការរងចាំឥឡូវនេះគឺវាបាន complete ហើយអញ្ចឹងនៅពេលដែលវា complete អ្នកនរគ្នាគ្រាន់តែចុចទៅលើប៊ូតុង reboot system នេះទៅអញ្ចឹងបើយើងវាបានធ្វើការ install នៅ CentOS ជាមួយនឹង Visual Machine បានជោគជ័យហើយគឺយើងអត់មានអីជាបញ្ហាទេបាទអញ្ចឹងសម្រាប់វីដេអូមួយនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេបាទខ្ញុំពិតជាអរគុណដល់អ្នកនរគ្នាមែនទែនដែលចំណាយពេលវេលាដ៏មានតម្លៃមកទស្សនានៅវីដេអូមួយនេះបាទសូមអរគុណ